លោកគ្រូអ្នកគ្រូដឹងអត់មានត្រឹមតែ app 3 ម៉ែត្រមួយក៏អាចកំងឆ្នាំបានជាច្រើនមុខចំណាយពេលត្រឹមតែ5នាទីទេ3 ម៉ែត្រគត់គង់ឱសថនិងគ្រឿងបរិក្ខារពេទ្យនៅក្នុងតម្លៃបោះដុំទៅកាន់ឱសថស្ថានមន្ទីរពេទ្យនិង clinic នៅទូទាំងប្រទេសកម្ពុជា3 ម៉ែត្រមានប្រម៉ូសិនបញ្ចុះតម្លៃទៅលើថ្នាំជារៀងរាល់ថ្ងៃហើយមានបានបញ្ចុះតម្លៃទៅលើទឹកប្រាក់ដែលបានចំណាយផងដែរហើយថែមទាំងមានបានសន្សំបន្ទុកថែមទៀតផងហើយបានសន្សំបន្ទុកហ្នឹងក៏អាចបដូរយកទឹកប្រាក់បញ្ចុះតម្លៃបានដែរ3 ម៉ែត្រក៏មានការចាប់រង្វាន់ធំប្រចាំសប្តាហ៍និងប្រចាំខែទៀតផងលើពីនេះ3 ម៉ែត្រក៏មាន free សេវាដឹកជញ្ជូន25ខែក្រុងរាល់ការកំងថ្នាំចាប់ពី20,000 រៀលឡើងទៅមួយវិញទៀតចំពោះការទូទាត់ប្រាក់តាមអនឡាញក៏ទទួលបានការបញ្ចុះតម្លៃ 0.5% បន្ថែមទៀតតែធ្វើម៉េចទើបអាចកំងថ្នាំតាម app 3 ម៉ែត្របានដែលគ្រាន់តែ download app ហើយកំងថ្នាំបានភ្លាមៗមែនអត់ទេជាដំបូងចូលទៅ download app តាមរយៈ Play Store និង App Store រួចវាយពាក្យ 3 ម៉ែត្រ Cambodia ហើយលោកគ្រូអ្នកគ្រូគ្រាន់តែបំពេញឯកសារចំនួន2គឺលិខិតអនុញ្ញាតអាជីវកម្មនិងរូបភាពស្លាកយីហោអាជីវកម្មដូចជាឱសថស្ថាននិងបន្ទប់ថែទាំហើយមួយវិញទៀតដើម្បីកាន់តែងាយស្រួលលោកគ្រូអ្នកគ្រូអាចតាក់ទងទៅផ្នែកបម្រើសេវាកម្មអតិថិជនដើម្បីឲ្យពួកគាត់ផ្ដល់ព័ត៌មានលម្អិតនិងវិធីណែនាំផ្សេងៗ 3 ម៉ែត្រគឺជាក្រុមហ៊ុនផ្គត់ផ្គង់ថ្នាំពេទ្យនិងបរិក្ខារពេទ្យទៅតាមឱសថស្ថានមន្ទីរពេទ្យនិង clinic នៅទូទាំងប្រទេសកម្ពុជានិងនៅប្រទេសផ្សេងៗទៀត3 ម៉ែត្រផ្ដល់ជូនទាំងគុណភាពទំនុកចិត្តនិងសេវាកម្មរហ័សទាន់ចិត្តលើពីនេះតើ app 3 ម៉ែត្រមានលក្ខណៈពិសេសអ្វីខ្លះក្រៅពី promotion ប្រចាំខែនិងបានបញ្ចុះតម្លៃទី1គឺបន្ទុកសន្សំខ្ញុំនៅខាងលើនេះជាចំនួនសរុបនៃបន្ទុកសន្សំដែលយើងទទួលបានរាល់ពេលកំងថ្នាំហើយបើយើងអូសចុះមកក្រោមនឹងឃើញពីព័ត៌មានលម្អិតនៃការបញ្ជាទិញរបស់យើងនីមួយៗនៅក្នុងថ្ងៃណាខ្លះហើយទទួលបានបន្ទុកប៉ុន្មានយើងក៏អាចយកបន្ទុកដែលទទួលបានហ្នឹងណាបដូរយកបានបញ្ចុះតម្លៃនៅពេលដែលកំងថ្នាំដោយលោកគ្រូអ្នកគ្រូគ្រាន់តែចុចទៅលើពាក្យថាបដូរយកហើយជ្រើសរើសចំនួនទឹកប្រាក់ដែលលោកគ្រូអ្នកគ្រូចង់បដូរយកបន្ទាប់មកចុចទៅលើពាក្យថាមើលលម្អិតដើម្បីយកកូដបញ្ចុះតម្លៃដោយនៅក្នុងនេះអញ្ចឹងខ្ញុំយកកូដបញ្ចុះតម្លៃ 30,000 រៀលដោយដោះដូរនឹងបន្ទុកសរុប 1,500 ហើយខ្ញុំសូមបញ្ជាក់ដែរសម្រាប់ការបដូរបន្ទុកសន្សំនេះអាចបដូរបានលុះត្រាតែលោកគ្រូអ្នកគ្រូកំងថ្នាំចាប់ពី 21,000 រៀលឡើងទៅហើយបន្ទុកសន្សំនេះមានសុពលភាពតាមរយៈពេល1ឆ្នាំឯណាចំណែកទី2គឺការបញ្ជាទិញខ្ញុំនេះជារបាយការណ៍លម្អិតអំពីការបញ្ជាទិញទាំងមូលវាកត់ត្រាគ្រប់ការកំងទាំងអស់តាំងពីដំបូងរហូតមកដល់ឥឡូវដោយនៅក្នុងនេះខ្ញុំក៏ជ្រើសយកការដឹកជញ្ជូនដែលកំពុងនៅក្នុងប្រតិបត្តិការចឹងនៅពេលដែលយើងចុចទៅវានឹងបង្ហាញពីការបរិច្ឆេទនៃការបញ្ជាទិញយើងបានទិញថ្នាំនៅថ្ងៃណាម៉ោងណាចំណែកការបរិច្ឆេទដឹកជញ្ជូនវានឹងបង្ហាញលម្អិតពីដំណើរការនៃការដឹកជញ្ជូនទាំងមូលហ្មងហើយវាក៏អាចបានស្មានដែរថាតើថ្នាំរបស់យើងហ្នឹងអាចនឹងដឹកជញ្ជូនមកដល់នៅក្នុងថ្ងៃណាមួយទៀតលោកគ្រូអ្នកគ្រូអាចមើលបន្ថែមទៅលើបញ្ជីទំនិញសម្រាប់ការកំងមួយហ្នឹងលោកគ្រូអ្នកគ្រូបានកំងថ្នាំអ្វីខ្លះនេះជាលក្ខណៈពិសេសនៅក្នុង app 3 ម៉ែត្រដែលខ្ញុំលើកយកតែពីចំណុចនេះទេតែលោកគ្រូអ្នកគ្រូអាចមើលបន្ថែមទៀតបានដែលមាននៅក្នុងព័ត៌មានគណនេយ្យ